មានបងប្អូនណាខ្លះដែលគាត់មានជំងឺមេរោគក្នុងកាពះតែធ្វើឲ្យគាត់មានអាការៈចុកសៀតណែនឆ្អល់នៅពេលដែលគាត់ឃ្លានបាយឬមួយក៏គាត់ញ៉ាំបាយរួចហើយគឺនៅតែមានអាការៈបែបហ្នឹងតោះបងប្អូននៅថ្ងៃនេះនាងខ្ញុំនឹងចែករំលែកពីវិធីធ្វើថ្នាំជួយព្យាបាលមេរោគក្នុងកាពះយ៉ាងមានប្រសិទ្ធភាពល្អដោយសារតែមានបងប្រុសម្នាក់គាត់ខមមិននៅក្នុងវីដេអូដែលខ្ញុំតែងតែចែករំលែកថាគាត់មានមេរោគក្នុងកាពះសូមឲ្យខ្ញុំចែករំលែកវីដេអូធ្វើថ្នាំមេរោគក្នុងកាពះឲ្យគាត់បានមើលផងដោយសារតែគាត់ធ្វើទុកខ្លាំងនៅពេលដែលគាត់ឃ្លានបាយឬមួយក៏គាត់ញ៉ាំបាយឆ្អែតគឺគាត់រមូលចុកឆ្អល់ចង់តែក្អួតអញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកពីវិធីធ្វើថ្នាំនឹងតែម្ដងបងប្អូនវិធីធ្វើថ្នាំព្យាបាលមេរោគក្នុងកាពះនេះបងប្អូនមានដូងខ្ចីមានស្លឹកត្របែកហើយនឹងចេកខ្ចីនៅពេលដែលបងប្អូនបេះពីដើមថ្មីកាន់តែល្អដោយសារវាសម្បូរជ័រតែបើនាងខ្ញុំទិញពីទីផ្សារវាអត់សូវមានជ័រទេចេកខ្ចីបងប្អូនប្រើចំនួន1ផ្លែទឹកដូងខ្ចីចំនួនកន្លះកែវហើយនឹងស្លឹកត្របែកចំនួន7សន្លឹកបងប្អូនត្រូវយកចេកខ្ចីមកចិតជាចំណិតស្ដាងហើយបងប្អូនយកស្លឹកត្របែកមកបងប្អូនយកបង្ហាន់បន្ទាប់មកបងប្អូនយកមកបុកចូលគ្នាឲ្យម៉ត់ហើយបងប្អូនយកមកដាក់ចានហើយបងប្អូនចាក់ទឹកដូងខ្ចីចំនួនកន្លះកែវចូលគ្នាហើយបងប្អូនទុករយៈពេលប្រហែលជា3ទៅ5នាទីចាំបងប្អូនយកមកដាក់ត្រងយកទៅទឹកវាហើយយកមកបរិភោគសម្រាប់ការបរិភោគថ្នាំមេរោគក្នុងក្រពះនេះបងប្អូនបរិភោគមួយថ្ងៃចំនួន2ដងព្រឹកកន្លះកែវថ្ងៃកន្លះកែវបងប្អូនប្រើដូងខ្ចីតែមួយទៅបានហើយបើសិនជាដូងខ្ចីបងប្អូនធំវាអាចបានដូងខ្ចីមួយគឺបាន2ដងតែបើតូចប្រហែលជាបានតែម្ដងទេពេលធ្វើថ្នាំនេះបរិភោគម្ដងទឹកដូងខ្ចីចំនួនកន្លះកែវស្លឹកត្របែកចំនួន7សន្លឹកហើយនឹងផ្លែចេកខ្ចីចំនួន1ផ្លែសម្រាប់វិធីធ្វើថ្នាំព្យាបាលមេរោគក្នុងក្រពះនេះនាងខ្ញុំបានពីអ៊ំប្រុសអ្នកជិតខាងដែលគាត់ប្រាប់នាងខ្ញុំហើយនាងខ្ញុំក៏យកមកធ្វើជាវីដេអូចែករំលែកដល់បងប្អូនទាំងអស់គ្នាដែលគាត់មានបញ្ហាមេរោគក្នុងក្រពះតែថ្នាំនេះមិនមែនព្យាបាលសម្រាប់តែមេរោគក្នុងកាពះមួយទេបងប្អូនដែលមានបញ្ហាជំងឺរលាកកាពះពោះវៀនដែលគាត់ឈឺរ៉ាំរ៉ៃក៏អាចព្យាបាលបានជាដែរបើសិនជាបងប្អូនព្យាយាមបរិភោគជារៀងរាល់ថ្ងៃហើយបងប្អូនខ្លះក៏គាត់ឆ្ងល់ថាថ្នាំកាពះហេតុអីនេះខ្ញុំចែករំលែកច្រើនម្ល៉េះបងប្អូនសម្រាប់មនុស្សយើងគឺសុខភាពផ្សេងគ្នាបងប្អូនខ្លះក៏គាត់ត្រូវនឹងវិធីធ្វើថ្នាំនេះបងប្អូនខ្លះក៏ធ្វើតាមវិធីថ្នាំនោះក៏អាចនាងខ្ញុំចែករំលែកពីមុនមកបើសិនជាបងប្អូនប្រើវិធីណាត្រូវបងប្អូនអាចប្រើវិធីហ្នឹងទៅវីដេអូចែករំលែកថ្នាំព្យាបាលមេរោគក្នុងកាពះនៅថ្ងៃនេះមានតែប៉ុណ្្នឹងទេបងប្អូនបើសិនជាពេញចិត្តវីដេអូចែករំលែករបស់នាងខ្ញុំបងប្អូនជួយចែករំលែកបន្តកាន់តែច្រើនផងអរគុណជួបគ្នាវីដេអូក្រោយ